ទោះជាយើងបានដឹងថា10-20ជាតិមុនយើងបានកើតជាស្អីឬបានដឹងអ្វីៗទៀតជាការដឹងពិសេសទាក់ទងនឹងលោកីសំបីអភិញ្ញាលោកីក៏ដោយក៏មិនមានប្រយោជន៍ដូចដែលយើងបានដឹងថាឥឡូវនេះយើងកំពុងធ្វើអ្វីហើយអ្វីដែលមិនគួរធ្វើនិងអ្វីដែលគួរធ្វើជាបន្តទៀតការដឹងចំពោះកិច្ចដែលជាទីពឹងឲ្យរួចផុតចាកទុក្ខដូច្នេះទើបមានប្រយោជន៍ដល់ក្រៃលែងជាបរមត្ថប្រយោជន៍អ្វីដែលយើងក៏បីមានដល់អ្នកដែលនៅជុំវិញខ្លួនយើងគឺទឹកចិត្តបានដល់ចិត្តប្រកបដោយមេត្តានឹងឯងបើយើងប្រាថ្នាឲ្យអ្នកដទៃមានសេចក្តីសុខគឺយើងត្រូវតែធ្វើជាមនុស្សល្អព្រោះសេចក្តីសុខរបស់អ្នកដទៃជាប់ទាក់ទងនឹងយើងជាមនុស្សល្អព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងក្នុងលោកនាំមកនៅសេចក្តីសុខដល់មនុស្សនិងទេវតាដល់យ៉ាងក្រៃលែងទាំងលោកីយសុខទាំងលោកុត្តរសុខដូច្នេះបុគ្គលដែលប្រព្រឹត្តល្អសាងនៅគុណធម៌ឈ្មោះថាធ្វើនៅប្រយោជន៍ដល់ខ្លួនឯងផងដល់អ្នកដទៃផងព្រះពុទ្ធអង្គទ្រង់ត្រាស់ថាបុគ្គលពៀលពោលនៅភរុសវាចារមែងសម្គាល់ថាជាជ័យជំនះតែថាសេចក្តីអត់ធន់ជាជ័យជំនះរបស់អ្នកប្រាជ្ញនោះបៃដកលេខ30ទំព័រ92អ្នកមិនប្រមាទប្រើប្រាស់ពេលវេលាសំបីត្រឹមតែមួយរាត្រីក៏ធ្វើឲ្យអស់ទុក្ខមួយសង្សារវដ្តបានចំណែកបុគ្គលប្រមាទប្រើប្រាស់ពេលវេលាអស់មួយជីវិតដោះស្រាយតែសេចក្តីទុក្ខក្នុងមួយអត្តភាពនឹងមិនទាំងបានពាក់កណ្ដាលផងទោះជាមានអ្វីក្នុងលោកនេះច្រើនយ៉ាងណាក៏ដោយប៉ុន្តែសេចក្តីទុក្ខនៅតែមានជាពិសេសទុក្ខតាមផ្លូវចិត្តដឹងរឿងរ៉ាវក្នុងលោកនេះច្រើនប៉ុណ្ណាមិនអស្ចារ្យដូចជាការរលឹកដឹងថាត្រឹមតែជាចិត្តទូដឹងអារម្មណ៍ប៉ុណ្ណោះព្រោះថាដឹងរឿងរ៉ាវក្នុងលោកច្រើនទៅខ្វល់ក៏ច្រើនដែរខ្វល់ស្រឡាញ់ខ្វល់ស្អប់ជាដើមដល់ទៅមានសតិប្បដ្ឋានចិត្តដែលដឹងរឿងរ៉ាវនោះឯងប្រកបលក្ខណៈជាបរមត្ថត្រឹមតែជាចិត្តមិនមែនជាអត្តាទូខ្លួនមិនត្រូវការអ្វីដទៃគ្រាន់តែមិនកាន់យកចិត្តជាបច្ចុប្បន្ននោះប៉ុណ្ណោះនេះជាចិត្តតានុបស្សនាសតិប្បដ្ឋាន